សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Son Mali ដែលជា Channel សម្រាយរឿងហើយថ្ងៃនេះផងដែរខ្ញុំលើកយកសាច់រឿងមួយដែលមានចំណងជើងថា The Witch Part 1 យកមកសម្រាយចែកជូនបងប្អូនទស្សនាកំសាន្តអារម្មណ៍លេងមុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងដែរសូមបងប្អូនជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងដើម្បីជួយជាកម្លាំងចិត្តដល់ខ្ញុំបាទសូមអរគុណទុកជាមុនមានរូបភាពជាច្រើនដែលបង្ហាញការពិតថាការយកមនុស្សទៅធ្វើពិសោធន៍មានតាំងពីយូរយារណាស់មកហើយដែលការយកទៅធ្វើពិសោធន៍នេះគឺមានតាំងពីជំនាន់ក្រិចបុរាណបន្តទៅជនជាតិប៉ែកខាងអឺរ៉ុបផងដែររហូតមកដល់សម័យបច្ចុប្បន្នក៏នៅតែបន្តមានការយកមនុស្សទៅធ្វើពិសោធន៍ផងដែរនោះទោះបីជាមានបច្ចេកបណ្ឌិតគ្រូពេទ្យខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេតែងតែយកមនុស្សមកធ្វើពិសោធន៍ស្រាវជ្រាវដើម្បីឲ្យមនុស្សម្នាក់នោះទៅជាអ្វីៗដែលពួកគេចង់បាននៅក្នុងបន្ទប់ពិសោធន៍ដ៏អត់កំបាំងមួយដែលមានអំពើហិង្សាមួយកំពុងតែកើតឡើងទៅលើក្រុមក្មេងៗដែលពួកគេកំពុងតែយកទៅពិសោធន៍ហើយនៅពេលនោះផងដែរក៏មានមនុស្សស្រីម្នាក់ក៏បានដើរចូលទៅនៅក្នុងបន្ទប់ពិសោធន៍នោះនេះគឺជាសាស្ត្រាចារ្យបែកដែលក៏ជាស្ថាបនិកនិងជាអ្នកគ្រប់គ្រងនៅក្នុងមន្ទីរពិសោធន៍នេះទាំងមូលហេតុដែលអ្នកស្រីបែកបញ្ជាកូនចៅរបស់គាត់ឲ្យសម្លាប់ក្រុមក្មេងៗទាំងនេះចោលក៏ដោយសារតែក្រុមក្មេងៗនេះគឺមានឥទ្ធិពលខ្លាំងក្លាខុសពីក្មេងៗដទៃទៀតហើយចំនួនដែលក្មេងៗគាត់យកទៅពិសោធន៍គឺច្រើនឡើងខ្លាចដល់ពេលពួកគេធំឡើងខ្លាចពួកគេដឹងការពិតអំពីការបំបាក់ពួកគេចេញពីម្ដាយហើយនៅពេលនោះហើយពួកគេនឹងធ្វើការបោះបោទៅលើអ្នកស្រីបែកដោយការគិតឃើញបែបនេះគាត់ក៏សម្រេចចិត្តឲ្យកូនចៅរបស់គាត់សម្លាប់ក្មេងៗទាំងនេះចោលជៀសវាងក្មេងៗទាំងនោះបះបោនៅពេលខាងមុខអ្នកស្រីបែកក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យបាញ់ក្បាលក្មេងៗទាំងនេះសម្លាប់ចោលទាំងអស់បើវាយដោយដំបងគឺមិនស្លាប់ដោយងាយនោះទេអ្នកស្រីបែកបានប្រាប់កូនចៅគាត់បន្តទៀតថាត្រូវតាមចាប់ក្មេងៗដែលព្យាយាមរត់គេចពីពួកគាត់ពេលចាប់បានត្រូវសម្លាប់ចោលទាំងអស់បន្ទាប់ពីប្រាប់កូនចៅគាត់រួចគាត់ក៏បានដើរចេញមកក្រៅវិញចំណែកឯនៅខាងក្រៅគឺមានក្មេងស្រីម្នាក់កំពុងតែព្យាយាមរត់គេចអំពីក្រុមសាស្ត្រាចារ្យបែកដែលគាត់បានបញ្ជាកូនចៅរបស់គាត់ឲ្យតាមចាប់ក្មេងស្រីនេះឲ្យមកវិញតតែបានព្រោះក្មេងស្រីម្នាក់នេះគឺមានសមត្ថភាពខុសពីក្មេងៗដទៃទៀតក្មេងស្រីម្នាក់នេះគាត់ព្យាយាមរត់គេចដោយភាពភ័យខ្លាចក៏ព្រោះតែស្មារតីគេនៅទន់ខ្សោយទោះបីជានាងមានសមត្ថភាពនិងខ្លាំងប៉ុណ្ណាក៏ដោយនៅពេលនេះក៏នាងមិនអាចតទល់ជាមួយក្រុមរបស់អ្នកស្រីបែកបាននោះទេចំណែកឯកូនចៅរបស់អ្នកស្រីបែកក៏បាននាំក្មេងប្រុសម្នាក់ដែលព្យាយាមរត់គេចពីមន្ទីរពិសោធន៍នេះផងដែរក្មេងប្រុសម្នាក់នេះក៏ជាក្មេងប្រុសដែលមានសមត្ថភាពខ្លាំងក្លាដូចក្មេងស្រីម្នាក់មុនផងដែរអ្នកស្រីបែកបានបញ្ជាកូនចៅរបស់គាត់ឲ្យយកក្មេងប្រុសម្នាក់នេះទៅលាងសម្អាតខ្លួនចេញហើយបន្ទាប់មកអ្នកស្រីបែកក៏បានស្ដីបន្ទោសឲ្យទៅលោកឈយដែលជាកូនចៅរបស់គាត់យូរវស្សាមកហើយលោកឈយបានធ្វើការជាមួយអ្នកស្រីបែកជាយូរឆ្នាំមកហើយក៏ជាសមាជិកដែលមានតំណែងខ្ពង់ខ្ពស់ផងដែរអ្នកស្រីបែកបានបន្ទោសលោកឈយថាធ្វើការអន់មែនតែនសូម្បីតែក្មេងស្រីម្នាក់ក៏បណ្ដោយឲ្យរួចខ្លួនបានដែរអ្នកស្រីបែកបន្តទៀតថាឯងត្រូវតែព្យាយាមចាប់ក្មេងស្រីម្នាក់នេះឲ្យបានទោះបីជានាងមិនអាចរស់យូរដូចក្មេងដទៃទៀតក៏ដោយក៏ត្រូវតែតាមចាប់នាងនិងយកមកសម្លាប់នាងតតែបានលោកឈយក៏បានស្ដាប់បញ្ជាមេស្រីរបស់គាត់ផងដែរចំណែកឯក្មេងស្រីម្នាក់នេះគាត់បានរត់មកដល់ភូមិដាច់ស្រយាលមួយនៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងគាត់បានដេកសន្លប់នៅក្នុងកសិដ្ឋាននោះក៏បានប្រទះឃើញដោយលោកពូដែលជាម្ចាស់កសិដ្ឋានមួយនេះលោកពូម្នាក់នេះក៏បានដើរទៅពិនិត្យមើលក៏ដឹងថានេះជាក្មេងស្រីដោយឃើញរាងកាយនិងសភាពរបស់ក្មេងស្រីនេះសុទ្ធតែឈាមគាត់ក៏បានបញ្ជូនក្មេងស្រីនេះទៅមន្ទីរពេទ្យបន្ទាប់ពីលោកគ្រូពេទ្យបានដាក់សេរ៉ូមនិងពិនិត្យសុខភាពរបស់ក្មេងស្រីនេះរួចគាត់បានប្រាប់ទៅប្តីប្រពន្ធទាំងពីរនាក់នេះថាកុំបារម្ភអីក្មេងស្រីនេះបានរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែក្មេងស្រីនេះបានប៉ះពាល់ដល់ផ្នែកខួរក្បាលរបស់គេដែលបណ្ដាលឲ្យគេបាត់ការចងចាំចំណែកលោកពូម្នាក់នេះនិងប្រពន្ធរបស់គាត់ដោយគាត់គ្មានកូនផងនោះគាត់ក៏បានសម្រេចចិត្តយកក្មេងនេះមកចិញ្ចឹមដើម្បីធ្វើជាកូនពីរអ្នកប្តីប្រពន្ធគាត់ពិតជាស្រឡាញ់ក្មេងនេះខ្លាំងណាស់គាត់បានសម្លឹងមើលទៅក្មេងនេះដោយទឹកមុខស្រណោះក្មេងនេះជាខ្លាំង10ឆ្នាំកន្លងផុតទៅក្មេងស្រីនេះក៏មានអាយុ18ឆ្នាំផងដែរហើយនាងមានឈ្មោះថាគូជេយុននៅព្រឹកមួយជេយុននាងបានទៅកន្លែងលក់ចំណីសត្វមួយកន្លែងនាងបានទៅសុំជឿចំណីសត្វពីលោកពូម្នាក់នេះខ្លះដើម្បីយកទៅឲ្យគោគាត់ស៊ីប៉ុន្តែលោកពូម្នាក់នេះគាត់មិនឲ្យជេយុនជំពាក់នោះទេព្រោះដោយសារតែឪពុករបស់ជេយុនបានជំពាក់ចំណីសត្វរបស់គាត់ជាច្រើនមកហើយមិនទាន់សងអស់នោះទេជេយុនកំពុងតែនិយាយសុំអង្វរលោកពូម្នាក់នេះក៏ស្រាប់តែកូនរបស់លោកពូម្នាក់នេះគាត់បានជញ្ជូនជីជាច្រើនទៅដាក់នៅលើឡានរបស់ជេយុនលោកពូម្នាក់នេះគាត់បានឈរនិយាយជាមួយជេយុនមួយសន្ទុះក៏ស្រាប់តែងាកទៅឃើញកូនប្រុសរបស់គាត់កំពុងតែជញ្ជូនចំណីសត្វជាច្រើនទៅ
ទៅដាក់នៅលើឡានរបស់ជេយុនឪពុកកូនទាំងពីរនាក់ក៏បានឆ្លោះគ្នាក៏ដោយសារតែរឿងចំណីសត្វដែលមិនចង់ឲ្យជេយុនជំពាក់មូលហេតុដែលកូនរបស់លោកពូម្នាក់នេះឲ្យជេយុនយកចំណីសត្វទៅឲ្យសត្វរបស់ពួកគាត់ស៊ីក៏ដោយសារតែបរិមម្នាក់នេះគាត់មានចិត្តស្រឡាញ់ទៅលើជេយុនបន្ទាប់ពីបានជិះរួចហើយគាត់មិនបង្អង់យូរនោះទេគាត់ក៏បានឡើងឡានចេញទៅឪពុករបស់បរិមម្នាក់នេះគាត់ក៏បានហៅជេយុនឲ្យឈប់ផងដែរប៉ុន្តែជេយុនមិនឈប់នោះទេជេយុននាងចេញទៅមិនទាន់បានចម្ងាយប៉ុន្មានផងក៏ស្រាប់តែមានឡានប៉ូលីសមួយបានបើកមកលោកពូម្នាក់នេះក៏បានឈប់ឡាននិងនិយាយលេងជាមួយម្ចាស់ហាងមួយនេះចំណែកឯពូម្ចាស់ហាងវិញគាត់បាននិយាយប្រាប់ទៅលោកពូប៉ូលីសម្នាក់នេះថាជេយុននាងបានយកឡានឪពុករបស់នាងមកបើកទិញជីរបស់ខ្ញុំលោកគួរតែចាប់នាងដោយសារតែនាងគ្មានបានបើកបរនោះទេនាងគ្មានសិទ្ធិបើកនៅលើផ្លូវជាតិនោះទេលោកប៉ូលីសម្នាក់នេះបានត្រឹមតែសើចដោយសារតែគាត់មិនអាចចាប់ក្មេងស្រីនេះបាននោះទេដោយសារតែក្មេងស្រីដែលឈ្មោះជេយុនក៏ជាមិត្តភក្តិរបស់កូនគាត់ផងដែរហើយទំនាក់ទំនងរវាងឪពុករបស់ជេយុននិងគាត់គឺមានទំនាក់ទំនងស្និទ្ធស្នាលទៀតផងជេយុននាងបើកឡានមកដល់ផ្ទះក៏បានត្រូវមាត់ឪពុករបស់នាងដោយសារតែឪពុករបស់នាងមិនចង់ឲ្យនាងយកឡានរបស់គាត់ទៅបើកប្រើប្រាស់នៅលើផ្លូវជាតិនោះទេទោះបីជាប៉ារបស់នាងបានស្ដីបន្ទោសឲ្យនាងយ៉ាងណាក៏ដោយនាងក៏មិនបានខឹងឪពុករបស់គាត់នោះដែរក៏ដោយសារតែជេយុននាងស្រឡាញ់គ្រួសាររបស់គាត់ខាងណាស់នាងចង់ឲ្យគាត់សម្រាកនិងជួយកាត់បន្ថយការលំបាករបស់គាត់ទាំងពីរនាក់ជេយុនបានជួយសម្អាតបរិស្ថានរបស់ឪពុកគាត់ជារៀងរាល់ថ្ងៃនិងជួយដាក់ចំណីសត្វគោទាំងអស់នេះជំនួសឪពុកគាត់ទៀតផងបន្ទាប់ពីជេយុននិយាយរៀបរាប់អំពីទឹកចិត្តរបស់នាងរួចឪពុករបស់នាងក៏បានស្ដីថាមិនបាច់ជួយគាត់ទេនេះគ្រាន់តែជាការងារដើម្បីបំបែកញើសនិងហាត់ប្រាណតែប៉ុណ្ណោះហើយគាត់ព្រមទាំងដេញជេយុនឲ្យឡើងទៅមើលម្ដាយរបស់នាងទៀតផងព្រោះដោយសារតែម្ដាយរបស់នាងមានជំងឺភ្លេចភ្លាំងវង្វេងវង្វាត់មិនបានញ៉ាំបាយអីទៀតផងបន្ទាប់ពីជេយុនបានឡើងទៅជួបម្ដាយរបស់នាងក៏បាននិយាយបញ្ចុះបញ្ចូលម្ដាយរបស់នាងឲ្យញ៉ាំបាយទៀតផងដោយសារតែជំងឺវង្វេងវង្វាត់របស់គាត់ធ្វើឲ្យគាត់មិនបានញ៉ាំបាយនោះទេជេយុនបានព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យម្ដាយរបស់នាងញ៉ាំបាយដោយសារតែឪពុករបស់នាងគឺជាអ្នកធ្វើម្ហូបឲ្យគាត់ញ៉ាំទៀតផងពេលយប់ក៏ចូលមកដល់ជេយុននាងក៏បានបញ្ចេញស្នាដៃធ្វើម្ហូបឲ្យម្ដាយឪពុករបស់នាងញ៉ាំម្ដងនៅពេលធ្វើឆ្អិនគ្រួសាររបស់គេទាំង3នាក់ក៏បានចាប់ផ្ដើមញ៉ាំអាហារជុំគ្នាប៉ុន្តែជារឿងអកុសលមួយបានកើតឡើងនៅពេលកំពុងញ៉ាំបាយនោះក៏មានព័ត៌មានលេចឡើងនៅលើកញ្ចក់ទូទួលអំពីទីផ្សារសាច់គោនិងការលក់គោទាំងរស់នៅពេលនេះទីផ្សារគោគឺបានចុះថោកខ្លាំងមែនទែនឪពុករបស់ជេយុនក៏បានសម្រេចចិត្តថាគាត់នឹងលក់គោទាំងនេះចោលទាំងអស់ប៉ុន្តែចំណែកឯជេយុនវិញនាងបានប្រកែកថាកុំតន់លក់អីដោយសារតែការលក់គោទាំងអស់នេះនៅពេលនេះគឺមិនបានផលចំណេញអ្វីនោះទេយើងទុកវាគ្រាន់នឹងបានចំណេញនៅពេលក្រោយក្រែងលោទីផ្សារគោវាចាប់ផ្ដើមងើបឡើងវិញនៅពេលណាមួយបន្ទាប់ពីញ៉ាំបាយរួចពួកគេទាំងអស់គ្នាក៏បានទៅបន្ទប់រៀងៗខ្លួនជេយុននាងបានទៅងុយទឹកនៅលើខ្នងជេយុនហាក់បីដូចជាមានស្នាមមួយដែលសម្រាប់សម្គាល់ថាជេយុនជាអ្នកណាមួយវិញទៀតជេយុនតែងតែកើតអាការៈឈឺក្បាលចេញឈាមតាមច្រមុះទៀតផងបន្ទាប់ពីក្បាលរបស់នាងអន់ឈឺនាងក៏បានស្រាវជ្រាវព័ត៌មានអំពីខួរក្បាលរបស់នាងតាមអ៊ីនធឺណិតបន្ទាប់ពីនាងបានស្រាវជ្រាវព័ត៌មានបានមួយចំនួននាងក៏បានចម្លងឯកសារទាំងនោះទុកស្រាវជ្រាវនៅពេលក្រោយនៅព្រឹកនេះជេយុនត្រូវធ្វើដំណើរទៅសាលារៀនជាមួយមិត្តភក្តិរបស់នាងដែលមានឈ្មោះថាមីយុនហេបាននិយាយសួរនាងថាហេតុអ្វីបាននាងយកឡានឪពុករបស់នាងបើកនៅលើផ្លូវសាធារណៈឯងមិនខ្លាចឪពុករបស់យើងចាប់ឯងទេអីជេយុនបានតបទៅមីយុនហេភ្លាមផងដែរប្រសិនបើឪពុកឯងហ៊ានចាប់យើងក៏នឹងបកអាក្រាតរឿងអាសិលរបស់ឯងទៅវិញផងដែរនៅពេលនោះពួកគេទាំងពីរនាក់ក៏បានឈប់និយាយនិងឆ្លោះគ្នាពួកគេទាំងពីរនាក់ក៏បានឡើងឡានក្រុងនិងចេញដំណើរទៅសាលារៀនរបស់ពួកគេទាំងពីរនាក់នៅពេលកំពុងតែជិះឡានក្រុងធ្វើដំណើរទៅសាលានោះមីយុនហេក៏បានណែនាំពីកម្មវិធីមួយដែលជាកម្មវិធីប្រឡងចម្រៀងអ្នកដែលបានប្រឡងជាប់នឹងទទួលបានជីលាភីលេខ1អ្នកនោះត្រូវបានទទួលពាននិងប្រាក់រង្វាន់$50,000មីយុនហេបានណែនាំកម្មវិធីនេះទៅជេយុននិងឲ្យជេយុនដាក់ពាក្យប្រឡងទៅដើម្បីយកប្រាក់ទៅជួយសម្រួលគ្រួសាររបស់ឯងដោយជេយុនចង់រកប្រាក់ទៅជួយសម្រួលគ្រួសារផងនោះជេយុនក៏បានដាក់ពាក្យនៅក្នុងកម្មវិធីនេះផងដែរមុនពេលប្រឡងគណៈកម្មការបានសួរនាំអំពីជេយុនថាចេញពីសាលាណាហើយគណៈកម្មការក៏ដឹងថាជេយុនក៏ជាសិស្សពូកែផងដែរបន្ទាប់ពីច្រៀងចប់មីយុនហេនិងជេយុនពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ដោយសារតែជេយុនបានប្រឡងនៅវគ្គទី1ជាប់ហើយពួកគេត្រូវបន្តដំណើរទៅប្រឡងវគ្គផ្ដាច់ព្រាត់នៅទីក្រុងសេអ៊ូលបន្តទៀតពេលយប់ក៏ចូលមកដល់គ្រួសាររបស់ជេយុនក៏បានមើលការចាក់ផ្សាយឡើងវិញអំពីការប្រឡងរបស់ជេយុនឪពុកម្ដាយរបស់ជេយុនបានសរសើរនាងថានាងមានសម្លេងពីរោះខ្លាំងណាស់បន្ទាប់មកទៀតគណៈកម្មការបាននិយាយនៅក្នុងកញ្ចក់ទូរទស្សន៍ថាក្រៅពីសមត្ថភាពច្រៀងដ៏ពីរោះតើជេយុនមានសមត្ថភាពអ្វីទៀតដែរឬអត់នៅពេលនោះជេ
យន្តក៏បានបង្ហាញសមត្ថភាពមួយដ៏អស្ចារ្យគឺជេយន្តបានធ្វើឲ្យមេក្រូអណ្ដែតនៅលើអាកាសគ្រួសាររបស់ជេយន្តបន្ទាប់ពីមើលការសម្ដែងរបស់ជេយន្តចប់គ្រួសាររបស់គាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ទៅលើជេយន្តព្រោះគ្រួសាររបស់គាត់បានដឹងថាជេយន្តគឺមានមនុស្សតាមដាននិងតាមរកនាងផងដែរឪពុកម្ដាយរបស់ជេយន្តគឺខ្លាចបាត់បង់ជេយន្តខ្លាំងណាស់គឺខ្លាចគេតាមសម្លាប់ជេយន្តការដែលបញ្ចេញសមត្ថភាពពិតប្រាកដនៅលើកញ្ចក់ទូទូបែបនេះងាយស្រួលក្នុងការតាមរកជេយន្តខ្លាំងណាស់បន្ទាប់មកមីយុនហេនិងជេយន្តក៏ត្រូវដេកជាមួយគ្នានៅក្នុងយប់នេះក៏ដោយសារតែនៅព្រឹកស្អែកពួកគេទាំងពីរនាក់ត្រូវចេញដំណើរទៅជាមួយគ្នានៅក្នុងយប់នេះផងដែរអាការៈរបស់ជេយន្តក៏បានរើឡើងម្ដងទៀតនាងបានឈឺក្បាលជាខ្លាំងស្របពេលជាមួយគ្នាផងដែរនោះនាងក៏បានដឹងថាមានមនុស្សម្នាក់កំពុងតែតាមរកនាងផងដែរនៅព្រឹកឡើងជេយន្តនិងមីយុនហេក៏បានព្យាយាមរត់យ៉ាងលឿនឡើងទៅលើរទេះភ្លើងដោយសារតែពួកគេក្រោកពីដេកយឺតពេកនៅព្រឹកនេះពួកគេទាំងពីរនាក់ត្រូវធ្វើដំណើរទៅទីក្រុងសេអ៊ូលដើម្បីឡើងប្រឡងនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ផងដែរមីយុនហេគ្រាន់តែជាអ្នកជូនជេយន្តទៅប្រឡងតែប៉ុណ្ណោះមិនមែនប្រឡងទាំងពីរនាក់នោះទេនៅលើរថភ្លើងពួកគេទាំងពីរនាក់ក៏បានដណ្ដើមពងទាសាបគ្នាញ៉ាំដោយភាពសប្បាយរីករាយនិងនិយាយគ្នាលេងដោយភាពស្និទ្ធស្នាលដោយសារតែពួកគេជាមិត្តសម្លាញ់នឹងគ្នាកំពុងតែសើចលេងសប្បាយជាមួយគ្នាក៏ស្រាប់តែឮសំឡេងសើចចំអកចេញពីខាងមុខពួកគេទាំងពីរនាក់នេះគឺជាសំឡេងបរិសម្នាក់ដែលមានឈ្មោះថា Nubleman បាននិយាយអះអាងថាគាត់ធ្លាប់ស្គាល់ជេយន្តកាលពីមុនមកទោះបីជាជេយន្តបានបដិសេធយ៉ាងណាក៏ដោយ Nubleman បាននិយាយអះអាងថាពួកគាត់ទាំងពីរនាក់ធ្លាប់ប្រយុទ្ធគ្នាទៀតផងប៉ុន្តែជេយន្តក៏នៅតែនិយាយដដែលថានាងមិនស្គាល់ Nubleman នោះទេបន្ទាប់មក Nubleman បាននិយាយទៅកាន់ជេយន្តថានាងគឺជាមេធ្មប់ដ៏កាចសាហាវទៀតផងបន្ទាប់មក Nubleman បានបញ្ចេញសកម្មភាពមួយដើម្បីឲ្យជេយន្តបញ្ចេញធាតុពិតរបស់គេមក Nubleman បានលើកដៃទៅរកវាយជេយន្តប៉ុន្តែនៅពេលនោះជេយន្តមិនបានបញ្ចេញសកម្មភាពនោះទេបែរជាចេញទឹកភ្នែកនិងយំទៀតផងចំណែកឯមីយុនហេដោយឃើញបរិសម្នាក់នេះធ្វើបាបមិត្តភក្តិរបស់គាត់ក៏បានស្រែកប្រាប់អ្នកនៅក្នុងរថភ្លើងនេះទាំងអស់ថាមានបរិសឈួតកំពុងព្យាយាមធ្វើបាបក្មេងស្រី Nubleman ដោយឃើញគេសម្លឹងមកគាត់ច្រើនពេកគាត់ក៏បានដើរទៅបន្ទប់ទឹកដើម្បីកុំឲ្យមានភាពចលាចលនៅលើរថភ្លើងនេះពេល Nubleman ដើរទៅបន្ទប់ទឹកក៏មានបរិសម្នាក់បានចេញពីបន្ទប់ទឹកដើរមកប៉ះស្មារបស់គាត់ Nubleman ខឹងបរិសម្នាក់នេះដោយគាត់មិនសុំទោសគាត់ក៏បានសម្លាប់បរិសម្នាក់នេះចោលនិងបោះទៅខាងក្រៅរថភ្លើងបាត់ទៅការប្រឡងចម្រៀងក៏បានមកដល់ម៉ោងហើយចំណែកឯជេយន្តនិងមីយុនហេវិញគឺបានមកយឺតហើយពេលនេះពួកគេទាំងពីរនាក់បានប្រញាប់ប្រញាល់រត់ចូលទៅក្នុងការប្រឡងដោយត្រហេបត្រហប់ការប្រឡងចម្រៀងរបស់ជេយន្តក៏បានចាប់ផ្ដើមឡើងការច្រៀងរបស់ជេយន្តមិនមានត្រឹមតែទស្សនាដោយមហាជននោះទេចំណែកឯមេក្រុមរបស់ពួកគេការពួកគេនៅក្មេងតូចក៏បានមកទស្សនាផងដែរប៉ុន្តែមិនមែនមកទស្សនាផ្ទាល់នោះទេគឺទស្សនាតាមកញ្ចក់ទូរទស្សន៍លោកឆយនិងអ្នកស្រីបែក៏បានទស្សនាដោយសេចក្តីរំភើបព្រោះគេបានឃើញជេយន្តសាជាថ្មីនិងរៀបគម្រោងចាប់ជេយន្តម្ដងទៀតការប្រឡងចម្រៀងត្រូវបានបញ្ចប់គូជេយន្តក៏បានទទួលជាលាភីលេខ1ពីការប្រឡងនៅក្នុងទីក្រុងសេអ៊ូលជេយន្តនៅពេលនេះគាត់សប្បាយចិត្តខ្លាំងណាស់ពេលគាត់ចេញពីប្រឡងវិញអាការៈឈឺក្បាលរបស់គាត់ក៏បានកើតឡើងម្ដងទៀតបន្ទាប់ពីនាងបានច្បាត់ឈឺក្បាលពួកគេទាំងពីរនាក់ក៏បានចេញទៅក្រៅនិងរកតាក់ស៊ីជិះត្រឡប់ទៅផ្ទះវិញពេលពួកគេទាំងពីរនាក់កំពុងតែឈរចាំតាក់ស៊ីនោះក៏ស្រាប់តែមានឡានពណ៌ខ្មៅពីរគ្រឿងបានជិះមករកពួកគេនិងឈប់និយាយពួកគេឲ្យឡើងទៅលើឡានដើម្បីនិយាយអំពីការងារមួយប៉ុន្តែនៅពេលនោះមីយុនហេមិនអនុញ្ញាតនោះទេមីយុនហេក៏បានទាញដៃជេយន្តឡើងឡានតាក់ស៊ីជិះទៅស្រុកកំណើតរបស់ពួកគេវិញចំណែកឯមនុស្សមួយក្រុមនេះគឺជាកូនចៅរបស់លោកឆយដែលបញ្ជាមកដើម្បីចាប់ជេយន្តនិងមីយុនហេបានជិះរទេះភ្លើងមកដល់ស្រុកកំណើតរបស់ពួកគេវិញប៉ុន្តែនៅពេលនេះមេឃកំពុងភ្លៀងពួកគេក៏ត្រូវការឡានក្រុងមួយដើម្បីជិះទៅដល់ផ្ទះគេផងដែរពេលពួកគេទាំងពីរនាក់កំពុងតែឈរចាំឡានក្រុងនោះមីយុនហេក៏បានទំនាក់ទំនងទៅប៉ាគេដើម្បីឲ្យប៉ាគេមកយកផងដែរចំណែកឯជេយន្តវិញកំពុងតែឈរតែឯងក៏បានជួបជាមួយនឹង Nubleman ម្ដងទៀតនៅពេលនេះពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាមួយសន្ទុះទៀតប៉ុន្តែជេយន្តមិនតបតអ្វីនោះទេពេលនោះ Nubleman បាននិយាយប្រាប់ទៅជេយន្តថាអ្នកផ្ទះឯងកំពុងតែជួបគ្រោះថ្នាក់ដោយផ្ដាំជេយន្តថាប្រញាប់ទៅផ្ទះឯងឲ្យលឿនជេយន្តដោយខ្លាចអ្នកផ្ទះនាងគ្រោះថ្នាក់នាងមិនបានចាំឡានក្រុងនោះទេនាងក៏ប្រញាប់រត់ទៅដោយជើងរបស់នាងផ្ទាល់និងបានស្រែកប្រាប់មីយុនហេថាឲ្យតាក់ទងទៅប៉ារបស់ឯងនិងឲ្យប៉ារបស់ឯងទៅផ្ទះរបស់យើងផងមីយុនហេបានតាក់ទងទៅប៉ារបស់នាងនៅពេលនោះប៉ារបស់នាងបានទទួលយកសំណើរបស់កូនស្រីរបស់គាត់ក៏បានបញ្ជាឲ្យកូន
នចៅរបស់គាត់បកឡានទៅផ្ទះកសិករគូវិញចំណែកឯក្រុមរបស់លោក Newballman ក៏បានមកដល់មុខផ្ទះរបស់ជេយុនផងដែរពេលគាត់ឈប់ឡាននោះគាត់ក៏បានឆែកពីប្រវត្តិរបស់លោកគូផងដែរដែលតាមពិតទៅលោកគូក៏ធ្លាប់ជាស្ថាបត្យករដ៏ល្បីល្បាញមួយរូបផងដែរតែដោយសារតែការគ្រោះថ្នាក់ចរាចរណ៍របស់គាត់បានធ្វើឲ្យគ្រួសាររបស់គាត់ត្រូវបានស្លាប់នៅពេលនោះហើយក៏ធ្វើឲ្យគ្រួសាររបស់គាត់ធ្លាក់ខ្លួនមកធ្វើជាកសិករវិញម្ដងក្រុមលោក Newballman ក៏ត្រៀមខ្លួននឹងចូលទៅក្នុងផ្ទះរបស់ឪពុកម្ដាយជេយុនទៅហើយក៏ស្រាប់តែមានឡានប៉ូលីសបានបើកមកដល់ក្រុមលោក Newballman ក៏បានចេញឡានទៅវិញចំណែកឯជេយុននិងមីយុនហេពេលជិះតាក់ស៊ីមកដល់ពួកគេទាំងពីរនាក់ក៏បានភ័យជាខ្លាំងដោយឃើញផ្ទះរបស់គាត់មិនមានបើកភ្លើងនិងឃើញទ្វារឡានរបស់ឪពុកមីយុនហេមិនបានបិទទៀតផងពួកគេទាំងពីរនាក់បានរត់ទៅចូលក្នុងផ្ទះដោយភាពភ័យតក់ស្លុតជាខ្លាំងពេលចូលទៅដល់ពួកគេបានឃើញប៉ារបស់ជេយុននិងប៉ារបស់មីយុនហេកំពុងតែនិយាយគ្នាលេងនិងកំពុងតភ្លើងផងដែរបន្ទាប់មកពួកគេទាំងអស់គ្នាបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួនវិញពេលដើរចេញមកខាងក្រៅប៉ារបស់មីយុនហេក៏បានសួរទៅកាន់ជេយុនថាពួកមួយក្រុមនោះជាអ្នកណាឲ្យប្រកាសជេយុនក៏បានឆ្លើយទៅវិញថាពួកគេប្រហែលជាច្រឡំមនុស្សហើយសាច់រឿងក៏បានបន្តទៅកាន់បរិសុទ្ធចំណាស់ម្នាក់ដែលគាត់កំពុងតែជិះនៅក្នុងឡានដែលមានអ្នកបើកឡានឲ្យគាត់ទៀតផងបរិសុទ្ធចំណាស់ម្នាក់នេះគឺជាសាស្ត្រាចារ្យពិសោធន៍ខាងហ្សែននិងជាអ្នកអង្កេតការណ៍របស់អន្តរជាតិប្រឆាំងជាមួយពួកមូថែនឬពួកមនុស្សដែលមានថាមពលពិសេសនោះឯងពេលគាត់បានមកដល់ផ្ទះគាត់មានការងឿងឆ្ងល់ជាខ្លាំងដោយសារតែភ្លើងផ្ទះរបស់គាត់គឺគាត់មិនបានបើកនោះទេហើយចំណែកក្រុមគ្រួសាររបស់គាត់គឺមិនមានអ្នកដឹងលេខកូដអំពីទ្វារចូលនៅក្នុងផ្ទះរបស់គាត់នោះទេគាត់បានដើរត្រួតពិនិត្យបរិវេណផ្ទះរបស់គាត់មួយជុំក៏ស្រាប់តែជួបនឹងក្រុម Newballman នៅពេលនោះក្រុម Newballman ក៏បានសម្លាប់គាត់បាត់ទៅនិងដុតផ្ទះគាត់ចោលទៀតផងនៅថ្ងៃស្អែកព័ត៌មានបានចេញថាគ្រួសារអ្នកវិទ្យាសាស្ត្រខាងសែនត្រូវបានភ្លើងឆេះឆាបឆក់យកជីវិតក្រុមគ្រួសាររបស់គាត់ទាំងអស់ចំណែកឯលោកឈយនិងអ្នកស្រី Bear កំពុងតែញ៉ាំអាហារជាមួយគ្នានិងនិយាយគ្នាលេងចំណែកលោកឈយក៏បានទទួលដំណឹងថាអ្នកស្រី Bear ត្រូវផ្លាស់ប្ដូរទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយផ្សេងទៀតលោកឈយបានសួរទៅកាន់អ្នកស្រី Bear ប៉ុន្តែនៅពេលនោះអ្នកស្រី Bear បាននិយាយទៅលោកឈយថាឯងគួរតែសម្រាកនៅវិស្សមកាលណាមួយគួរតែទៅដើរលេងនៅក្រៅប្រទេសឲ្យបានច្រើនហើយក្នុងការធ្វើដំណើរនោះទុកឲ្យយើងជាអ្នកចេញព្រោះឯងធ្វើការយូរមកហើយក្នុងពេលនោះដែរអ្នកស្រី Bear និង Mr. Choi ក៏បាននិយាយគ្នាអំពីជេយុនផងដែរអ្នកស្រី Bear បាននិយាយថាគាត់នឹងព្យាយាមតាមរកជេយុននិងចាប់ជេយុនមកម្ដងទៀតព្រោះគាត់ត្រូវការជេយុនខ្លាំងណាស់នៅពេលនេះព្រោះគាត់ឃើញសមត្ថភាពជេយុនខ្លាំងនិងចង់បានជេយុនមកធ្វើការជាមួយគាត់សម្រាប់ការពារពេលគាត់ចេញទៅណាមួយលោកឈយក៏បាននិយាយទៅកាន់អ្នកស្រី Bear ថាសម្រាប់ខ្ញុំគឺមិនចង់ទុកជីវិតឲ្យជេយុននោះទេព្រោះជេយុនគឺជាស្រីបិសាចនិងជាមេធ្មប់ដ៏កំណាចទៀតផងជេយុនគឺជាក្មេងស្រីម្នាក់ដែលមានកម្លាំងខ្លាំងក្លាវាអាចធ្វើឲ្យក្រុមការងារយើងបាត់បង់ជីវិតទាំងអស់គ្នាបានទៀតផងបន្ទាប់ពីជជែកគ្នាមួយសន្ទោពួកគេក៏បានបំបែកគ្នាលោកឈយក៏បានទៅជួបបរិសម្នាក់ដែលជាអ្នកវិទ្យាសាស្ត្រផ្នែក Zen និងក៏ជាអ្នកពាក់ព័ន្ធទៅនឹងស្ថាប័ន HQ ផងដែរអ្នកទាំងពីរនាក់បាននិយាយពីការចាប់ក្មេងទៅឃុំឃាំងដើម្បីយកទៅពិសោធន៍ដែលជាក្មេងមកពីបរទេសផងដែរពេលយប់ក៏ចូលមកដល់គ្រួសាររបស់ជេយុនក៏បានញ៉ាំបាយជាមួយគ្នាចំណែកឯមីយុនហេក៏បានមកស្នាក់នៅជាមួយជេយុនមួយយប់ផងដែរនៅពេលកំពុងតែញ៉ាំបាយជុំគ្នានោះជំងឺភ្លេចភ្លាំងរបស់ម្ដាយជេយុនក៏បានកើតឡើងម្ដងទៀតគាត់បានសួររកថាជេយុនទៅណាលោកគូដែលជាប្តីរបស់គាត់ឃើញសកម្មភាពមិនស្រួលគាត់ក៏បានទាញដៃប្រពន្ធគាត់ឲ្យទៅសម្រាកនៅខាងលើដោយមិនចង់ឲ្យភាពវង្វេងវង្វាន់របស់ប្រពន្ធគាត់និយាយឲ្យប៉ះពាល់អារម្មណ៍របស់ជេយុននោះទេពេលដែលគាត់កំពុងជូនប្រពន្ធគាត់ទៅខាងលើនោះក៏ស្រាប់តែប្រពន្ធរបស់គាត់បាននិយាយថាជេយុនប្រកាសជាកំពុងតែតាមរកម្ដាយពិតប្រាកដរបស់នាងហើយក៏ដោយសារតែប្រពន្ធរបស់គាត់បានឃើញឯកសារពាក់ព័ន្ធទៅនឹងកុមារកំព្រារបស់ជេយុនផងដែរនៅពេលនោះលោកគូក៏បាននិយាយទៅប្រាប់ជេយុនថាកុំគិតច្រើនអីនោមគ្នាញ៉ាំបាយបន្តទៀតទៅចុះនៅពេលយប់ឡើងជេយុនកំពុងតែដេកនោះក៏ស្រាប់តែអាការៈឈឺក្បាលរបស់នាងក៏ចាប់ផ្ដើមរើម្ដងទៀតមីយុនហេដែលបានដេកជាមួយនោះគឺនាងមិនដឹងពីអាការៈរបស់ជេយុននោះទេមីយុនហេបានក្រោកទៅបន្ទប់ទឹកក៏ដោយសារតែនាងឈឺពោះនៅពេលដែលនាងកំពុងតែឈឺក្បាលនោះនាងក៏បានដឹងថាមានមនុស្សមួយក្រុមកំពុងតែដើរមកចូលក្នុងផ្ទះនាងផងដែរនេះគឺជាក្រុមរបស់លោកឈយជេយុនបានលឺសម្រាប់ជើងនាងក៏បានរត់ចេញមកក្រៅក៏ត្រូវបានក្រុមទាំងនោះបានភ្ជុងក្បាលនាងនឹងកាំភ្លើងជេយុនបានសម្លឹងទៅឃើញមីយុនហេកំពុងតែជួបគ្រោះថ្នាក់ផងដែរនោះហើយនាងបានឃើញក្រុមគេមានគ្នាច្រើននាងក៏បានបញ្ចេញកំហឹងដោយមិនចង់ឲ្យអ្នកផ្ទះរបស់នាងមានការរងរបួសនាងក៏បានប្រើកំហឹងរបស់នាងសម្រាប់ក្រុមទាំងនោះចោលទាំងអស់នៅពេលដែល
ដែលសម្រាប់ក្រុមទាំងនោះអស់មីយុនហេក៏បានចាប់ផ្ដើមខ្លាចជេយុនហើយដោយដឹងថាជេយុនពិតជាមានកម្លាំងដ៏អស្ចារ្យនិងដូចជាបិសាចមែនទែនមើលទៅមុខជេយុនហាក់បីដូចជាចង់និយាយបញ្យល់អំពីរឿងរ៉ាវរបស់គាត់ទៅកាន់មីយុនហេប៉ុន្តែនៅពេលនេះមិនអាចនិយាយអ្វីបានទាំងអស់ក៏ដោយសារតែ Nobelman បានដើរចូលមកនឹងទះដៃដោយសេចក្តីសរសើរថាជេយុនពិតជាខ្លាំងមែនទែនដែលអាចសម្លាប់ក្រុមទាំងនេះបានចំណែកឯក្រុមទាំងនេះគឺពីរក្រុមផ្សេងគ្នាមិនមែនក្រុមតែមួយនោះទេមួយក្រុម Nobelman មួយក្រុមរបស់លោកឈយ Nobelman គ្រាន់តែចូលមកដល់នឹងសរសើរនាងរួចហើយសួរថានាងចាំពីអតីតកាលរបស់នាងហើយឬនៅជេយុនបាននិយាយដដែលទៀតថានាងមិនចាំពីអតីតកាលអ្វីនោះទេហើយនាងមិនស្គាល់ Nobelman នោះដែរបន្ទាប់ពីនិយាយគ្នាមួយសន្ទុះ Nobelman បានបបួលឲ្យជេយុនទៅតាមគាត់ដើម្បីដឹងពីការពិតថានាងជាអ្នកណាហើយមានដើមកំណើតមកពីណាហើយនឹងបាននិយាយគម្រាមទៅជេយុនទៀតថាបើឯងមិនទៅទេគ្រួសាររបស់ឯងនឹងត្រូវបាត់បង់ជីវិតនៅពេលនេះដោយជេយុនមិនចង់ឲ្យប៉ះពាល់ដល់ឪពុកម្ដាយចិញ្ចឹមរបស់គាត់ជេយុនក៏បានព្រមទៅតាមក្រុម Nobelman ហើយបានផ្ដាំទៅមីយុនហេថាឲ្យជួយមើលថែឪពុកម្ដាយរបស់គាត់ផងចំណែកឯលោកឈយវិញបានតាក់ទងទៅកូនចៅរបស់គាត់ប៉ុន្តែកូនចៅរបស់គាត់ត្រូវបានសម្លាប់ដោយជេយុនបាត់ទៅហើយនៅពេលនេះលោកឈយនិងអ្នកស្រីបែកគឺមានគំនិតខ្វែងគ្នាដោយអ្នកស្រីបែកត្រូវការជេយុនដើម្បីជួយការងាររបស់គាត់ចំណែកឯលោកឈយគឺចង់សម្លាប់ជេយុនខ្លាំងណាស់ក៏ដោយសារតែយុនគឺជាក្មេងស្រីបិសាចនិងមានកម្លាំងអស្ចារ្យមែនទែននៅពេលនេះលោកឈយក៏បានបញ្ជាកូនចៅរបស់គាត់ទៅតាមរកជេយុនដើម្បីសម្លាប់ចោលចំណែកឯជេយុនគេបាននាំទៅដាក់ក្នុងបន្ទប់មួយដែលអាចនិយាយឆ្លងឆ្លើយជាមួយអ្នកស្រីបែកបាននៅពេលនេះជេយុនបានគេចាប់ចងនៅលើកៅអីមួយដើម្បីនិយាយគ្នាជាមួយអ្នកស្រីបែកដែលជាអ្នកបង្កើតនិងក៏ជាអ្នកបំបីបំបាក់ជេយុនអំពីម្ដាយរបស់នាងផងដែរនៅពេលនេះជេយុនបានសួរទៅកាន់អ្នកស្រីបែកថាហេតុអ្វីបានចាប់នាងមកទីនេះអ្នកស្រីបែកបាននិយាយទៅជេយុនថាយើងចាប់ឯងមកទីនេះគឺដើម្បីឲ្យឯងដឹងពីអតីតកាលរបស់ឯងគឺនៅពេលនេះគឺឯងបានភ្លេចពីអតីតកាលនិងដើមកំណើតរបស់ឯងហើយអ្នកស្រីបែកបានបញ្ជាកូនចៅរបស់គាត់ឲ្យយកថ្នាំមួយដើម្បីចាក់ទៅលើជេយុនដើម្បីឲ្យជេយុនបានចាំពីអតីតកាលរបស់នាងបន្ទាប់ពីចាក់ហើយខួរក្បាលរបស់ជេយុនក៏បានត្រឡប់ទៅចាំពីអតីតកាលរបស់នាងកាលពីនាងនៅក្មេងៗមានក្មេងជាច្រើនដែលគេត្រូវចាប់យកមកពិសោធន៍ដែលនៅពេលនោះគឺមានតែជេយុនម្នាក់គត់ដែលមានហ្សែនល្អជាងគេនៅកាលនោះអ្នកស្រីបែកនិងអ្នកវិទ្យាសាស្ត្រផ្សេងទៀតគឺយកចិត្តទុកដាក់ទៅលើជេយុនមែនតែនដោយសារតែជេយុនគឺជាក្មេងដែលមានសមត្ថភាពខុសពីក្មេងដទៃទៀតវិជ្ជាបណ្ឌិតផ្សេងទៀតយកចិត្តទុកដាក់ដោយបង្ហាត់បង្រៀននិងមើលថែជេយុនដ៏ល្អជាពិសេសគឺអ្នកស្រីបែកគឺព្យាយាមមើលថែនិងបង្ហាត់បង្រៀនទៅលើជេយុនខ្លាំងមែនតែនហើយក៏បាននិយាយទៅប្រាប់ជេយុនថាឯងគួរតែអរគុណយើងក៏ដោយសារតែយើងបានផ្ដល់សមត្ថភាពដ៏ល្អជូនទៅឯងហើយអ្នកស្រីបែកបានបញ្ជាក់ទៀតថាការដែលយើងតាមរកឯងនិងសម្លាប់ឯងក៏ដោយសារតែនៅពេលនោះគឺយើងមិនចង់ទុកក្រុមក្មេងដែលជាក្មេងក្រុមមូលថេននោះទេក៏ដោយសារតែគាត់ខ្លាចក្រុមក្មេងៗទាំងនោះដឹងពីការពង្រត់ពួកគេពីម្ដាយទើបពួកគាត់បានសម្លាប់ក្មេងៗទាំងនោះចោលហើយអ្នកស្រីបែកបានបញ្ជាក់ទៀតថាទោះបីជាក្មេងៗទាំងនោះព្យាយាមរត់ទៅដល់ឆ្ងាយប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចមានអាយុវែងដូចជាក្មេងដទៃទៀតនោះទេក៏ដោយសារតែគាត់បានបង្កើតរូបមន្តមួយដាក់នៅក្នុងខួរក្បាលរបស់ពួកក្មេងមូថិននៅពេលដល់កំណត់ពួកគេនឹងត្រូវបានផ្ទុះបែកខួរក្បាលនិងរាងកាយទាំងមូលធ្វើឲ្យពួកគេនឹងស្លាប់នៅក្នុងអាយុខ្លីអ្នកស្រីបែកបាននិយាយរឿងជាច្រើនទៅប្រាប់ជេយុននៅពេលនេះធ្វើឲ្យជេយុនខួរក្បាលរបស់នាងច្របូកច្របល់ដែលជាហេតុបណ្ដាលឲ្យខួរក្បាលរបស់នាងក៏បានចាប់ផ្ដើមឈឺម្ដងទៀតប៉ុន្តែឈឺលើកនេះគឺលក្ខណៈធ្ងន់ធ្ងរតែម្ដងប្រសិនបើគ្មានថ្នាំពីអ្នកស្រីបែកនោះទេគឺជេយុនមិនមានជីវិតរស់បន្តទៀតឡើយអ្នកស្រីបែកក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យចាក់ថ្នាំរបស់គាត់មួយម្ជុលទៀតដើម្បីឲ្យជេយុនមានជីវិតរស់នៅបន្តទៀតបន្ទាប់ពីចាក់ថ្នាំហើយ Nobelman ក៏បានដឹងថាគាត់មិនបានជាអ្នកតាមរកជេយុននោះទេគឺជេយុនគឺជាអ្នករៀបគម្រោងដើម្បីឲ្យពួកគេតាមរកខ្លួនដោយខ្លួនឯងនៅពេលនេះ Nobelman បានខឹងជាខ្លាំងចំណែកឯជេយុនបាននិយាយទៅកាន់អ្នកស្រីបែកថាគាត់មិនបានភ្លេចពីរឿងអតីតកាលរបស់គាត់សូម្បីតែមួយរឿងជេយុនបានទទួលថ្នាំបន្តជីវិតរបស់នាងហើយនៅពេលនេះនាងក៏បានបន្តការប្រយុទ្ធជាមួយក្រុមរបស់អ្នកស្រីបែកជេយុនបានសម្លាប់មនុស្សនៅក្នុងបន្ទប់នឹងទាំងអស់
បន្ទាប់ពីចេយុនបានសម្លាប់កូនចៅរបស់អ្នកស្រីបែករួចចេយុនក៏បានរើកំភ្លើងមកបាញ់កញ្ចក់ប៉ុន្តែដោយកញ្ចក់ក្រាស់មិនអាចធ្វើឲ្យគ្រាប់កំភ្លើងនោះទម្លុះទៅរកអ្នកស្រីបែកបាននោះទេអ្នកស្រីបែកក៏បានបញ្ជាកូនចៅគាត់ឲ្យបាញ់ហ្គាសចូលទៅក្នុងបន្ទប់នឹងចំណែកឯចេយុនក៏បានទម្លុះដំបូលចេញមកខាងក្រៅជួបអ្នកស្រីបែកចេយុនបាននិយាយថាគាត់មិនដែលបានភ្លេចអ្នកស្រីបែកនោះទេហើយគាត់មិនដឹងថាព្យាយាមរកអ្នកស្រីបែកដោយរបៀបណាព្រោះពេលវេលាអាយុជីវិតរបស់នាងគឺខ្លីណាស់នាងក៏មិនដឹងធ្វើម៉េចដើម្បីជួបអ្នកស្រីបែកនោះដែរនាងក៏បានទៅដាក់ពាក្យប្រឡងនិងបញ្ចេញសមត្ថភាពបន្តិចបន្តួចដើម្បីឲ្យអ្នកស្រីបែកជាអ្នកតាមរកនាងវិញម្ដងការដែលជួបនូបូមែនគ្រាន់តែជាការសម្ដែងរបស់ចេយុនតែប៉ុណ្ណោះការបញ្ចេញទឹកភ្នែកការប្រើទឹកមុខកំសត់របស់នាងតែតាមពិតទៅនេះគ្រាន់តែជាការបញ្ឆោតរបស់នាងតែប៉ុណ្ណោះបន្ទាប់មកចេយុនក៏បានឲ្យអ្នកស្រីបែកយកថ្នាំបន្តជីវិតរបស់នាងឲ្យនាងទាំងអស់ដោយអ្នកស្រីបែកមិនព្រមចេយុនក៏បានបាញ់មួយគ្រាប់ទៅលើជើងរបស់អ្នកស្រីបែកចំណែកឯក្រុមនូបូមែនក៏ត្រូវបានក្រុមលោកឈយបាញ់សម្លាប់ជាច្រើនអ្នកក៏ដោយសារតែលោកឈយដឹងពីរបៀបបាញ់សម្លាប់ក្រុមមនុស្សមូថេនលោកឈយបានបញ្ជាកូនចៅរបស់គាត់ឲ្យបាញ់ចំកណ្ដាលក្បាលរបស់ពួកគេទើបបណ្ដាលឲ្យពួកគេស្លាប់បានយ៉ាងលឿនកូនចៅលោកឈយក៏ត្រូវបានមិត្តស្រីរបស់នូបូមែនសម្លាប់ទាំងអស់ដោយសារតែភាពរហ័សរហួនរបស់នាងធ្វើឲ្យកូនចៅរបស់លោកឈយបាញ់មិនត្រូវក្បាលរបស់នាងនោះទេចំណែកឯជេយុនវិញកំពុងតែអូសជើងអ្នកស្រីបែកទៅរកថ្នាំបន្តជីវិតរបស់នាងក៏ត្រូវបាននូបូមែនលោតបំបុកនាងទៅបុកនឹងជញ្ជាំងនូបូមែននិងជេយុនក៏ត្រូវបានបញ្ចេញស្នាដៃរៀងៗខ្លួនដើម្បីប្រយុទ្ធគ្នាប៉ុន្តែនូបូមែនមិនអាចយកឈ្នះទៅលើជេយុនបាននោះទេក៏ដោយសារតែជេយុនគឺជាក្មេងស្រីដែលមានហ្សែនល្អនិងសមត្ថភាពខ្លាំងខុសពីនូបូមែននៅពេលដែលជេយុនកំពុងតែរកសម្លាប់នូបូមែននោះក៏លោកឈយបានដើរមកនិងបាញ់ទៅលើជេយុនមួយគ្រាប់ចំស្មាធ្វើឲ្យជេយុនដួលចុះគ្រាន់តែលោកឈយមកដល់ភ្លាមអ្នកស្រីបែកក៏បានស្រែកប្រាប់ឲ្យលោកឈយសម្លាប់ជេយុនឲ្យលឿនទៅលោកឈយមិនបានស្ដាប់សម្ដីរបស់អ្នកស្រីបែកនោះទេហើយថែមទាំងបាញ់សម្លាប់អ្នកស្រីបែកទៀតផងលោកឈយនិងមិត្តស្រីនូបូមែនក៏ត្រូវបានប្រយុទ្ធគ្នាប៉ុន្តែមិត្តស្រីនូបូមែនក៏ត្រូវបានលោកឈយសម្លាប់ផងដែរចំណែកឯលោកឈយវិញជីវិតរបស់គាត់គឺរស់មិនបានយូរនោះទេដោយសារតែគាត់ជាមនុស្សអាក្រក់ជេយុនក៏បានបញ្ចប់ត្រឹមនេះតែម្ដងចំណែកឯនៅក្នុងមន្ទីរពិសោធន៍មួយនេះគឺសល់ត្រឹមតែ2នាក់តែប៉ុណ្ណោះគឺនូបូមែននិងជេយុននៅពេលនេះពួកគេទាំង2នាក់ក៏ត្រូវប្រយុទ្ធគ្នាចំណែកឯនូបូមែនបាននិយាយទៅកាន់ជេយុនថាប្រសិនបើឯងប្រយុទ្ធឈ្នះយើងនឹងប្រាប់កន្លែងដែលលាក់ថ្នាំសម្រាប់បន្តជីវិតរបស់ឯងប៉ុន្តែនៅពេលដែលជេយុនប្រយុទ្ធឈ្នះនូបូមែនមិនបានប្រាប់កន្លែងដែលលាក់ថ្នាំនោះទេដោយនូបូមែនកុហកនាងក៏មិនបានទុកជីវិតនូបូមែននោះទេជេយុនក៏បានដើរទៅរកបន្ទប់ដែលលាក់ថ្នាំបន្តជីវិតរបស់នាងដោយខ្លួនឯងពេលទៅដល់បន្ទប់បន្តជីវិតថ្នាំនោះជេយុនក៏បានយកថ្នាំទាំងអស់យកទៅឲ្យម្ដាយចិញ្ចឹមរបស់នាងផងដែរបន្ទាប់មកទៀតជេយុនក៏បានសម្រេចចិត្តថាមិនរួមរស់នៅជាមួយគ្រួសារនេះទៀតទេក៏ដោយសារតែមិនចង់ឲ្យគ្រួសាររបស់គាត់ប៉ះពាល់និងរងគ្រោះថ្នាក់ដោយសារតែនាងក៏បានដើរចេញទៅនិងលាមិត្តភក្តិនាងផងដែរបន្ទាប់ពីជេយុននាងលាមិត្តភក្តិនាងរួចនាងក៏បានចេញដំណើរតទៅទៀត3ខែកន្លងផុតទៅជេយុនក៏បានទៅជួបអ្នកស្រីម្នាក់ដែលជាបងប្អូនភ្លោះជាមួយអ្នកស្រីបែកដែលនាងដឹងថាអ្នកស្រីម្នាក់នេះគឺជាផលិតថ្នាំដើម្បីបន្តជីវិតរបស់នាងហើយនាងបានប្រមានទៅអ្នកស្រីនេះទៀតថាប្រសិនបើនាងហ៊ានប៉ះពាល់ជីវិតរបស់គេទេជេយុនក៏មិនលើកលែងជីវិតឲ្យអ្នកស្រីនេះផងដែរហើយសាច់រឿង The Witch Part 1 របស់យើងក៏បានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាប្រសិនបើបងប្អូនចង់ទស្សនាវគ្គ2សូមបងប្អូនខមមិននៅខាងក្រោមប្រសិនបើរកការបញ្ចូលសំឡេងរបស់ខ្ញុំនៅមានចន្លោះខ្វះខាតនឹងពាក្យសម្ដីមិនសមរម្យត្រង់ប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងដើម្បីជួយជាកម្លាំងចិត្តដល់ខ្ញុំបាទសូមអរគុណទុកជាមុនជួបគ្នានៅវីដេអូក្រោយទៀត